កាសយានដ្ឋានអន្តរជាតិដេជោនឹងត្រូវធ្វើពិធីសម្ពោធប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី20 ខែតុលាអាកាសយានដ្ឋានអន្តរជាតិដេជោលំដាប់ថ្នាក់ 4S នឹងត្រូវសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការក្រោមវត្តមានសម្ដេចហ៊ុនម៉ាណែតនៅថ្ងៃទី20 ខែតុលានេះជាការបញ្ជាក់របស់រដ្ឋលេខាធិការអាកាសចរស៊ីវិលនាថ្ងៃទី9 ខែតុលានេះពិធីសម្ពោធផ្លូវការនេះធ្វើឡើងបន្ទាប់ពីប្រលានយន្តហោះតម្លៃជាង $2000 លាននេះបានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង1ខែពលគឺចាប់តាំងពីថ្ងៃទី9 ខែកញ្ញាឆ្នាំ2025មកបើតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការអាកាសចរស៊ីវិលការសម្ពោធប្រើប្រាស់ជាផ្លូវការនៅអាកាសយានដ្ឋានអន្តរជាតិដេជោនេះគឺធ្វើឡើងចាប់ពីម៉ោង 6 ព្រឹកដល់ម៉ោង 12 ថ្ងៃត្រង់នាថ្ងៃទី20 ខែតុលាអាកាសយានដ្ឋានអន្តរជាតិដេជោកម្រិត 4S គឺជាសមិទ្ធផលប្រវត្តិសាស្ត្រកើតចេញពីការវិនិយោគរួមគ្នាក្នុងភាពជាដៃគូរវាងរដ្ឋនិងឯកជន OCIC លើផ្ទៃដីទំហំ 2,600 ហិកតាស្ថិតនៅក្នុងខេត្តកណ្ដាលនិងមួយផ្នែកក្នុងខេត្តតាកែវប្រមាណ $2000 លានក្នុងដំណាក់កាលទី1ពីឆ្នាំ2025ដល់2030អាកាសយានដ្ឋានដែលមានចម្ងាយប្រមាណ20 គីឡូម៉ែត្រពីភ្នំពេញអាចទទួលអ្នកដំណើរឆ្លងកាត់បាន13 លាននាក់ក្នុងមួយឆ្នាំនិងកើនដល់30 លាននាក់នៅដំណាក់កាលទី2ពីឆ្នាំ2030ដល់2050របាយការណ៍ពីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានបង្ហាញថាក្នុងរយៈពេល7 ខែមកនេះពីខែមករាដល់ខែកក្កដាអាកាសយានដ្ឋានអន្តរជាតិទាំង3ភ្នំពេញសៀមរាបព្រះសីហនុមានជើងហោះហើរចេញចូលទ្វេទិសចំនួន 37,492 ជើងចំនួននេះកើនជិត 16% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ2024